ជំរាបសួរតែចង់បោះហាងចរណៃទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះបាយចរណៃទៀតហើយថ្ងៃនេះជួបជាមួយនឹងឆាត់ស្មារ៉ារបស់យើងតែម្ដងចង់ដឹងអត់ថាឆាត់ស្មារ៉ាមានជាមួយនឹងមុខម្ហូបអ្វីថ្មីចង់ចែកជូនអតិថិជនទាំងអស់គ្នាទស្សនាយើងជួបជាមួយនឹងឆាត់ស្មារ៉ាទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរចង់ដឹងថាថ្ងៃនេះបងមានជាមួយនឹងមុខម្ហូបអ្វីចម្លែកចង់ចែកជូនដល់អតិថិជនប្រជាជនកម្ពុជារបស់យើងបានដឹងបានសាកជាមួយនឹងរូបមន្តអញ្ចឹងណាមានជាមួយនឹងមុខម្ហូបអីដែរបងចាសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំបានរើសយកមុខម្ហូបមួយដែលហៅថាលៀសអប់គ្រឿងចាមុខម្ហូបនេះក៏ថ្មីមួយសម្រាប់បងខ្លះគាត់អត់ដែលធ្វើទេចាចឹងអតិថិជនទាំងអស់គ្នាចង់ដឹងអត់ថា Chef Mara ធ្វើការចម្អិនបែបណារបៀបណាចឹងយើងជួបជាមួយនឹងការចម្អិនរបស់ Chef Mara ទាំងអស់គ្នាចាជាដំបូងគឺយើងត្រូវតែមានលៀសរបស់ហាងចរណៃជាមុនសិនចាគ្រឿងផ្សំរបស់យើងគឺមានតែប៉ុណ្្នឹងទេតួសំខាន់របស់យើងគឺជាលៀសចាពីហាងចរណៃម្ហូបរបស់យើងគឺបានឆ្អិនហើយអត់ទាន់បានទាំងភ្លក់ផងអតិថិជនទាំងអស់គ្នាគឺឈ្ងុយខ្លាំងមែនតើអញ្ចឹងមកធ្វើការភ្លក់ជាមួយនឹងខ្ញុំទាំងពីរអ្នកទាំងអស់គ្នាយើងធ្វើការដួសមកបំបងនេះឆ្ងាញ់ខ្លាំងមែនតើបងរបៀបថារសជាតិសាច់លៀសនេះគឺនៅសាច់ពេញតែម្ដងទោះបីជាប្រភេទកកមែនប៉ុន្តែសាច់វានៅពេញរសជាតិសាច់របស់វាខាងក្នុងគឺផ្អែមឆ្ងាញ់ខ្លាំងហ្មងចាអញ្ចឹងបន្ទាប់ពីការភ្លក់របស់យើងហើយគឺបានដឹងថាសាច់លៀសនេះគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនតើវាថាដូចលៀសស្រស់អញ្ចឹងបងអញ្ចឹងសម្រាប់អតិថិជនដែលចង់បានជាប្រភេទសាច់លៀសឬក៏លៀសប្រភេទផ្សេងទៀតអាចធ្វើការតាក់ទងទៅតាម page Facebook របស់ហាងចរណៃឬក៏ទៅដល់សាខាផ្ទាល់តែម្ដងក៏បានដែរហើយសម្រាប់លៀសនេះគឺមានតម្លៃពិសេសជូនអតិថិជនទាំងអស់គ្នាមួយ